ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាក់មកពីក្រុម SV1 នៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការវិវត្តតាក់ទងទៅនឹង comment basic part 1អញ្ចឹងចំពោះ comment basic នេះផងដែរខ្ញុំបាន remote ចូលទៅក្នុង Gitbash ដែលខ្ញុំវាយ comment ទៅលើVisualBox ហ្នឹងដែលខ្ញុំវាយ comment ពីថា hostname .i ដើម្បីទាញយក IP ដើម្បី remote ចូលទៅក្នុង Gitbash អញ្ចឹងនៅពេលដែលខ្ញុំ remote ចូលរួចរាល់ហើយវាចេញបែបនេះអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការវាយ comment មួយដើម្បីចូលទៅក្នុង redirect home របស់យើងគឺខ្ញុំវាយ comment pwd ចឹងដល់ពេលខ្ញុំវាយបែបហ្នឹងហើយខ្ញុំធ្វើការវាយ comment មួយទៀតគឺ cd ដើម្បីចូលទៅក្នុង home របស់យើងអញ្ចឹងដល់ពេលខ្ញុំវាយហើយខ្ញុំធ្វើការវាយ comment ls ដើម្បីឆែកមើល file ឬក៏ទិន្នន័យផ្សេងៗនៅក្នុងហ្នឹងអញ្ចឹងខ្ញុំធ្វើការ enter មកនេះវានឹងឃើញទិន្នន័យក៏ដូចជា file នៅក្នុង home របស់យើងហ្នឹងហើយបន្តមកទៀតខ្ញុំធ្វើការវាយ comment មួយទៀតអញ្ចឹង comment មួយទៀតហ្នឹងគឺខ្ញុំវាយ comment cd ទៅដែរប៉ុន្តែខ្ញុំដាក់ var ដើម្បីរក data នៅក្នុង var ហ្នឹងវាមានអីខ្លះហើយយើងចង់ search ទៅលើ folder ក៏ដូចជា file មួយណាអញ្ចឹងខ្ញុំចុច tab 2 ដងទៅវានឹងឃើញមាន backup មាន cache មាន crash មាន lib អញ្ចឹងទៅអញ្ចឹងបើសិនជាយើងចង់ឃើញអីនៅក្នុង backup ហ្នឹងឬក៏ចង់ឃើញ file អីនៅក្នុង lib អញ្ចឹងយើងអាចវាយពាក្យវាមកឥឡូវខ្ញុំចូលក្នុង backup អញ្ចឹងខ្ញុំវាយ backup មកខ្ញុំចុច tab មកវានឹងឃើញแบบនេះទៅពេលទៅទៀតយើង enter មកអញ្ចឹងឥឡូវវាកំពុងនៅក្នុង backup អញ្ចឹងបើយើងចង់ឃើញថានៅក្នុងហ្នឹងមានអីទៀតយើងអាចវាយ comment បន្តទៀតបានអញ្ចឹងបើយើងចង់ឃើញយើងចង់មើលថានៅក្នុងមានអីខ្លះយើងអាចវាយ comment ls មកអញ្ចឹងវាចេញបែបនេះដោយសារតែនៅក្នុង backup ហ្នឹងខ្ញុំអត់បានធ្វើអីច្រើនទេអញ្ចឹងឥឡូវនេះខ្ញុំធ្វើការចេញទៅវិញខ្ញុំធ្វើការវាយ cd ចុច2អញ្ចឹងវាចេញបានតែមួយតង់តែប៉ុន្តែបើយើងចង់ទៅកន្លែងដូចដើមរបស់យើងនៅខាងលើនេះវិញបានយើងអាចវាយ comment cd ហើយ enter មកនេះវានឹងត្រឡប់ទៅដូចដើមវិញហើយអញ្ចឹងចូលទៅដល់ comment មួយទៀតគឺឆែកទៅលើ RAM របស់យើងដល់យើងវាយ comment ពាក្យថា free .h អញ្ចឹងនេះគឺជា total RAM memory ឬក៏total ទៅលើ web អញ្ចឹងនៅក្នុងនេះបើសិនជាយើងបូកទៅលើ use free share bus available ហ្នឹងវានឹងឃើញ 1.4 GB ហើយចំពោះ free គឺវានៅសល់ 1.4 GB ចាហើយបន្តមកទៀតយើងចូលទៅដល់ comment មួយទៀតដែលយើងឆែកទៅលើអញ្ចឹងចូលដល់ comment មួយទៀតគឺឆែកទៅលើ hard disk យើងអាចវាយ comment ពាក្យថា ds.h អញ្ចឹងនៅត្រង់កន្លែងនេះគឺខ្ញុំ hard disk របស់វាគឺមានចំនួន 12G និងប្រើអស់ 5G នឹងនៅសល់ 40នៅសល់ 47% និង 5.8G អញ្ចឹងចូលទៅដល់ comment មួយទៀតគឺតាក់ទងទៅនឹងការឆែកទៅលើទំហំ folder របស់យើងអញ្ចឹងយើងអាចវាយcomment sudo do.sh clear slash ហើយយើងដាក់ឈ្មោះ folder របស់យើងមកអញ្ចឹងខ្ញុំធ្វើការតេស្តទៅលើ folder ហ្នឹងអញ្ចឹងនៅពេលយើងវាយហើយខ្ញុំធ្វើការ enter ហើយខ្ញុំបញ្ចូល password អញ្ចឹងនេះគឺទំហំរបស់ folder file របស់ខ្ញុំគឺមានចំនួន 810 MB ប៉ុន្តែបើយើងចង់ឆែកទៅលើ folder ផ្សេងទៀតក៏បានដែរអញ្ចឹងខ្ញុំធ្វើការឆែកទៅលើ folder មួយទៀតគឺ etc អញ្ចឹងឃើញថាវាមានទំហំចំនួន 6.2 MB អញ្ចឹងចូលមកដល់ comment បន្តទៀតគឺយើងឆែកទៅលើ CPU យើងអាចវាយ comment ពាក្យថា ls CPU អញ្ចឹងយើងអស់មកខាងលើបន្តិចមកវានឹងឃើញពាក្យ model name AMD Ryzen 6800 with Radeon graphics ចឹងទៅហើយចំពោះ CPU family របស់វាគឺ 25 អញ្ចឹង comment ls CPU ហ្នឹងគឺឆែកទៅលើ CPU របស់ computer យើងអញ្ចឹងចូលមកដល់ comment ជាបន្តទៀតគឺយើង comment ទៅលើការឆែកទៅលើថាតើនៅក្នុង Windows របស់យើងហ្នឹងម៉ាស៊ីនអីខ្លះកំពុងតែ
កម្មវិធីអីដែរកំពុងតារ៉ានអញ្ចឹងទៅអញ្ចឹងយើងធ្វើការវាយ comment ps AUX ចឹងធ្វើការ enter មកយើងឃើញថាមានកម្មវិធីច្រើនកំពុងតារ៉ានអញ្ចឹងទៅចឹងចូលមកដល់ comment មួយទៀតគឺតើតើទៅនឹង comment ដែរធ្វើការ kill ទៅលើកម្មវិធីដែលយើងកំពុងរ៉ានអញ្ចឹងខ្ញុំចង់kill ទៅលើលេខ1នេះអញ្ចឹងខ្ញុំធ្វើការវាយ comment sudo kill ដក9 1ចឹងនៅពេលដែលខ្ញុំវាយ comment ប៉ុណ្ណឹងហើយខ្ញុំធ្វើការឆែកវាម្ដងទៀតចឹងខ្ញុំវាយ comment ឆែកវាម្ដងទៀតខ្ញុំឃើញថាវានៅដដែលប៉ុន្តែវានឹងរឹតឈប់រ៉ាន់នៅលើ Linux របស់យើងនឹងអញ្ចឹងយើងចូលទៅ comment មួយទៀតគឺចឹងយើងចូលមកកាន់ comment ជាបន្តទៀតគឺតើតើទៅនឹង comment ដែលឆែកទៅលើ version អញ្ចឹងខ្ញុំវាយ comment lsb_release .a ចឹងវាឃើញថាយើងមាន distributor ID Ubuntu description Ubuntu version 24.4.3 LTS តមកទៀត release នៅថ្ងៃទី24ខែ4ចឹងទៅហើយ code name របស់វាគឺ Nobos ចឹង comment lsb release.a ហ្នឹងគឺតកតងទៅនឹងការឆែកទៅលើ version ចឹងចូលមកកាន់ comment ជាបន្តទៀតគឺឆែកទៅលើ hostname អញ្ចឹងខ្ញុំវាយកាន់ hostname ហើយ enter អញ្ចឹងឃើញថាឈ្មោះម៉ាស៊ីនរបស់ខ្ញុំហ្នឹងគឺឈ្មោះសាក់គឺឈ្មោះខ្ញុំហើយបន្តមកទៀតអញ្ចឹង comment ជាបន្តទៀតយើងតកតងទៅនឹង hostname យើងចង់ឆែក IP ទៅលើ hostname របស់យើងហ្នឹងអញ្ចឹងយើងគ្រាន់តែបន្ថែម.i ធំចឹងយើងនឹងឃើញ IP របស់វាគឺ 192.168.1.10 ចឹងចូលមកដល់ comment ជាបន្តទៀតតែមុននឹង comment ខ្ញុំធ្វើការ clear វាមួយសិនអញ្ចឹងចូលមកដល់ comment ជាបន្តទៀតគឺតកតងទៅនឹង comment ដែលឆែកទៅលើ internet អញ្ចឹងខ្ញុំធ្វើការវាយពាក្យថា sudo apt install nettool អញ្ចឹងនៅពេលខ្ញុំវាយហើយខ្ញុំធ្វើការ enter អញ្ចឹងខ្ញុំធ្វើការចាំវាបន្តិចតមកទៀតខ្ញុំចូលទៅកាន់ comment មួយទៀតគឺ ifconfig អញ្ចឹងចំពោះ comment មួយនឹងដែរគឺតកតងទៅនឹងការប្រើប្រាស់ internet របស់យើងទៅលើអីខ្លះអីចឹងទៅអញ្ចឹងនៅពេលដែលយើងវាយ comment ហ្នឹងវានឹងបង្ហាញឲ្យយើងឃើញថាយើងធ្លាប់ប្រើប្រាស់អីខ្លះចឹងទៅចង់ចូលមកដល់ comment មួយទៀតគឺតកតងទៅនឹងការ shut down របស់ម៉ាស៊ីនយើងអាចវាយ comment sudo reboot អញ្ចឹងតើតើនឹង comment sudo reboot ហ្នឹងដែរគឺវាធ្វើឲ្យនៅពេលយើង enter ទៅវានឹងធ្វើឲ្យម៉ាស៊ីនរបស់យើង shut down បិទទៅភ្លាមៗវាអត់ចាំទេហើយមួយទៀតគឺ power off ក៏ដូចគ្នាដែរនៅពេលដែលយើងវាយវានឹងធ្វើការ shut down ភ្លាមៗមកចឹង comment មួយទៀតតើតើទៅនឹងការ shut down យើងកំណត់នីតិបានអញ្ចឹងបើសិនយើងចង់កំណត់នីតិយើងអាចវាយ comment shut down .h មកតាមទៀតយើងអាចដាក់នាទីតាមហ្នឹងទៅឧទាហរណ៍យើងថា10នាទីយើងអាចដាក់10បើសិនយើងថា1ម៉ោងយើងអាចដាក់60នាទីអញ្ចឹងទៅវាស្មើនឹង1ម៉ោងចំពោះ comment មួយទៀតគឺតកតងទៅនឹងការ restart អញ្ចឹងយើងគាត់ដូរលេខទៅជា .o ទៅហើយយើងកំណត់នាទីទៅ10នាទីឬក៏1ម៉ោងដូចជាខ្ញុំបាននិយាយដូច shut down ហ្នឹងជួនអញ្ចឹងនៅពេលដែលយើងដល់នាទីរបស់វានឹងធ្វើការ restart ម៉ាស៊ីនរបស់យើងនឹងពួកយើងដាក់ .o គឺមានន័យថាយើងចង់ restart ម៉ាស៊ីនអញ្ចឹងឥឡូវខ្ញុំធ្វើការចង់restart វា15នាទីទៀតអញ្ចឹងពេលដែលខ្ញុំចុចទៅវានឹងប្រាប់ម៉ោងយើងថាប្រហែលនាទីទៀត
ម៉ោងប៉ុន្មានទៅវា restart ប៉ុន្តែបើសិនជាយើងចង់ cancel វាយើងអាចវាយ command មួយទៀតគឺ sudo shutdown .c ហ្នឹងមកចឹងយើងបានន័យថាយើងចង់ cancel អាការ restart ហ្នឹងចឹងដល់ពេលយើងវាយហើយយើងធ្វើការ enter មកវាបានប្រាប់ថា system shutdown របស់យើងហ្នឹងត្រូវបាន cancel ហើយចឹងយើងអាចប្រើ command sudo shutdown .c ដើម្បី cancel ទៅលើការកំណត់ចំនួននាទីដែលយើងធ្វើការ restart បានចឹងចូលមកដល់ command មួយទៀតទាក់ទងនឹងពេលវេលា date ចឹងយើងធ្វើការវាយ command date មួយដើម្បីឆែកមើលម៉ោងចឹងឃើញថាdate របស់វាត្រូវបានមានន័យថា date របស់វាគឺអត់យកតាមខ្មែរទេចឹងខ្ញុំធ្វើការវាយ command មួយទៀតដើម្បីមើលទៅលើ time date ctl ចឹងឃើញថាម៉ោងរបស់វាគឺម៉ោង 8 ហើយនេះជាម៉ោង UK ដើម្បីដូរមកម៉ោងកម្ពុជាយើងបានយើងអាចវាយ command មួយទៀតគឺ sudo time date ctl set time zone clear យើងដាក់AC តាមមកទៀតភ្នំពេញចឹងដល់ពេលយើងវាយហើយយើង enter មកចឹងដើម្បីឃើញថាវាបានដូរអត់យើងធ្វើការវាយ command time មួយទៀត time date ctl ចឹងឃើញថា time របស់យើងគឺបានដូរមកភ្នំពេញហើយ AC របស់យើងគឺម៉ោង 3 2 នាទីចឹងមានន័យថា time របស់យើងនឹងត្រូវបានដូរមកកាន់ AC ភ្នំពេញយើងហើយចឹងដើម្បីបញ្ជាក់ថាវាត្រូវមួយកុំព្យូទ័ររបស់យើងធ្វើការវាយ command ទៀតដែរចឹងឃើញថាថ្ងៃនេះគឺថ្ងៃទី 2 ខែ 4 ម៉ោង 3 8 នាទីចឹងវាថាវាត្រូវមួយម៉ោងរបស់យើងហើយចឹងជាបន្តទៀតខ្ញុំធ្វើការវាយ command history ដើម្បីឲ្យលោកគ្រូមើលថាខ្ញុំបានវាយ command អីខ្លះចឹងទៅចឹងដល់ពេលដែលខ្ញុំវាយ history ហើយឃើញថានេះគឺជា history ដែលខ្ញុំបានវាយកន្លងមកមានប៉ុណ្ណឹងហើយនេះគឺជា history ដែលខ្ញុំវាយក្រោយគេមិញហ្នឹងចឹងវីដេអូរបស់ខ្ញុំទៅលើ basic command part 1គឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ